គ្រូសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះវណ្ណផានុមកពីវិទ្យាស្ថានស៊ីតិចថ្ងៃនេះដែរខ្ញុំមកបង្ហាញពី LAN សម្រាប់ LAN ជាទូទៅគឺចែកចេញជាពីរប្រភេទគឺ wide angle ហើយនិងទី2គឺ telephoto សម្រាប់ LAN wide angle យើងដែរយើងសម្រាប់ថតប្លង់ទលាយសម្រាប់ wide angle គឺមានប្រវែង35 មីលីម៉ែត្រចុះក្រោមហើយសម្រាប់ LAN wide angle នេះដែរយើងអាចនិយាយថាយើងថតប្លង់ទលាយដែលហៅថា landscape ហើយសម្រាប់ទី2ដែរគឺជា telephoto សម្រាប់ LAN telephoto នេះដែរយើងថតប្លង់ជាតិដែលជាទូទៅអ្នកថតអាចយកទៅថតរូបមនុស្សបានដែលហៅថា portrait អញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំឲ្យមិត្តរួមក្រុមខ្ញុំបង្ហាញពី LAN តែម្ដងតោះជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាមុនហ្នឹងយើងមកជួបផានុនៅខាងក្រៅហើយដែលគាត់និយាយអំពីជាមួយនឹង telephoto អញ្ចឹងឥឡូវខ្ញុំចង់បង្ហាញអារម្មណ៍ទាំងអស់គ្នាមកទស្សនា LAN ពីរប្រភេទនៅខាងមុខខ្ញុំវិញម្ដងដែលជាប្រភេទ zoom LAN ជាមួយនឹង prime LAN អញ្ចឹងចង់ដឹងថា LAN ពីរប្រភេទនេះខុសគ្នាយ៉ាងម៉េចសូមទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅក្នុងដៃខ្ញុំនេះជាប្រភេទ kit LAN brand Canon zoom LAN EFF 1855mm f 3.5 5.6 អញ្ចឹងតើ kit LAN នឹងជាប្រភេទអ្វី kit LAN នឹងគឺជាប្រភេទ LAN ដែលជាប់មកស្រាប់ជាមួយនឹងកាមេរ៉ាពេលដែលយើងទិញមកគឺតែងតែបាន LAN នឹងមកជាប់ជាមួយនឹងកាមេរ៉ាយើងហើយអញ្ចឹងតើលេខ 1855mm នឹងជាអ្វីលេខ 1855mm នឹងជាប្រភេទប្រវែងនៃការថត zoom របស់ LAN អញ្ចឹង LAN នេះគឺយើងអាចថតបាន 18mm រហូតដល់ 55mm អញ្ចឹងបើយើងគិតទៅវាមិន landscape ពេកក៏ដូចជាមិន wide angle ពេកដែរអញ្ចឹងយើងមកមើល f 3.5 ទៅ 5.6 ជាប្រភេទអ្វីបាទលេខនេះគឺជាប្រភេទលេខនៃ f stop អញ្ចឹង f stop ហ្នឹងកាលណាដែលលេខកាន់តែទូចគឺយើងថតរូបទៅ background ឬក៏កន្លែងដែលយើងចង់ឲ្យវាច្បាស់ហ្នឹងគឺវាច្បាស់ចំណែកឯកន្លែងដែលយើងអត់ចង់ឲ្យវាច្បាស់ហ្នឹងគឺវាព្រិលដាច់ដែលគេនិយាយថាថតទៅដាច់ background បានល្អសម្រាប់អ្នកដែលគាត់ចូលចិត្តថតរូប portrait ថតមនុស្សថតអីហ្នឹងគឺប្រើលេខហ្នឹងហើយអញ្ចឹងសរុបមកវិញកាលណាដែលយើងជ្រើសរើសយកលេខ f stop កាន់តែទូចគឺការថតរូបគឺកាន់តែដាច់ background ព្រាលបានល្អចំណែកឯលេខកាន់តែខ្ពស់គឺរូបភាពកាន់តែច្បាស់អញ្ចឹងយើងមកមើលកុងតាក់នេះវិញសម្រាប់កុងតាក់នេះគឺគេដាក់ថា AF ជាមួយនឹង MF អញ្ចឹង AF ហ្នឹងគឺ auto focus MF គឺជា menu focus អញ្ចឹង focus ហ្នឹងជាអ្វី focus ហ្នឹងគឺជាការ focus លើរូបភាពកាមេរ៉ាពេលដែលយើងថតអញ្ចឹងពេលដែលយើងផ្លាស់ប្ដូរទីតាំងឬក៏យើង zoom អីគឺវាអត់ទាន់ច្បាស់ហើយគឺវាយើងភៀលអញ្ចឹងពេលដែលយើងដាក់ auto focus គឺយើងមិនចាំបាច់សេរីទេពេលដែលយើងងាកកាមេរ៉ាឬក៏យើង zoom ឬក៏យើងអីហ្នឹងគឺវានឹងចាប់យកទីតាំងមួយហើយវាច្បាស់ដោយខ្លួនឯងប៉ុន្តែសម្រាប់ពេលដែលយើងអត់ចង់ឲ្យវាច្បាស់ខ្លួនឯងទេយើងចង់សេរីតាមកម្រិតដែលយើងចង់បានយើងចង់បានអត់ច្បាស់ពេកអត់ព្រាលពេកឬក៏អ្វីដែលយើងចង់បានហ្នឹងគឺយើងដាក់ menu focus ទៅអញ្ចឹងយើងអាចសេរីដោយខ្លួនឯងបានអូខេអញ្ចឹងយើងមកមើលកុងតាក់នៅក្រោមនេះវិញកុងតាក់នៅក្រោមនេះគេដាក់ថា stabilizer អញ្ចឹងពេលដែលយើងបើកវាយើង on វាទៅគឺវាជួយទប់លំនឹងរបស់យើងធម្មតាពេលដែលយើងថតរូបពេលដែលយើង zoom អីហ្នឹងគឺវាតែងតែអង្គើហីជាពិសេសពេលយើងថតវីដេអូពេលយើង zoom lens zoom អីចឹងគឺវារៀងអង្គើអញ្ចឹងយើងបើកមុខងារហ្នឹងទៅវាអាចជួយយើងបានខ្លះដែរអញ្ចឹងបើសិនជាយើងអត់ត្រូវការប្រើវាទេយើង off វាទៅអញ្ចឹងឥឡូវយើងកលែកមកមើលលើតួ LAN វិញថាមានអីខ្លះអញ្ចឹងលើតួ LAN ដែលខ្ញុំកាន់នេះគឺមានកងបង្វិលចំនួន2ទី1និងទី2ខាងក្រោយនេះអញ្ចឹងកងបង្វិលទី1ហ្នឹងគឺសម្រាប់ Serif focus សម្រាប់កងបង្វិលទី2ហ្នឹងគឺសម្រាប់ zoom Serif zoom ដូចដែលខ្ញុំនិយាយថា LAN នេះគឺ 1855mm ហ្នឹងអញ្ចឹងពេលដែលយើង zoom ចេញអស់មកគឺវាមានប្រវែង 55mm ហីអញ្ចឹងពេលដែលយើង zoom វាចូលក្នុងវិញលឹបអស់គឺវាបាន 18mm អញ្ចឹងកងបង្វិលដែលខ្ញុំនិយាយទី1នៅខាងលើថា Serif focus ហ្នឹងគឺជាសម្រាប់ពេលដែលយើងដាក់ menu focus គឺយើងត្រូវការសេរីកន្លែងហ្នឹងឯងហ្នឹងមិញអ្នកទាំងអស់គ្នាបានទស្សនាអំពី lens zoom ហើយអញ្ចឹងចង់ដឹងថាតើ prime lens ខុសគ្នាជាមួយនឹង zoom lens ដូចម៉េចតោះទៅមើលវីដេអូរបស់ prime lens វិញម្ដងបាទឥឡូវនេះនៅក្នុងដៃខ្ញុំនេះគឺជាប្រភេទ prime lens អញ្ចឹង prime lens ហ្នឹងខុសគ្នាជាមួយ zoom lens មិន prime lens នេះគឺជាប្រភេទ Canon 50mm f 1.8 អញ្ចឹងគាត់ឲ្យខ្ញុំ
អានប៉ុណ្ណឹងអ្នកទាំងអស់គ្នាប្រកាសជាចាប់អារម្មណ៍ហើយថាហេតុអីក៏លេខវាហ្នឹងមានតែចំនួន50 mm អត់មាន50ទៅប្រមាណឬក៏យ៉ាងម៉េចហ្នឹងហើយដោយសារតែវាជាប្រភេទ prime lens គឺមិនមែនជា lens zoom ទេអញ្ចឹង lens prime lens បើសិនជាចម្ងាយថត 100mm គឺ 100mm 50mm គឺ 50mm ហើយអត់អាច zoom ចេញ zoom ចូលបានទេប៉ុន្តែយើងមកកន្លែងមកមើល aperture វិញគឺ aperture នេះគឺត្រឹមតែ 1.8 ទេអញ្ចឹងគឺទាបមែនតើបើយើងប្រៀបទៅលើ zoom lens មុនហ្នឹង 55mm គឺ aperture រហូតដល់ 5.6 អញ្ចឹងបើយើងមកមើល prime lens នេះវិញចម្ងាយថត 50mm ប៉ុន្តែ aperture ត្រឹមតែ 1.8 ទេអញ្ចឹងល្អមែនតើសម្រាប់អ្នកដែលចូលចិត្តថតរូបមនុស្ស portrait ដែលគាត់ចង់ឲ្យដាច់ background ហ្នឹងគឺគាត់ជ្រើសរើស prime lens ហ្នឹងគឺអត់ខុសទេចំណែកកុងតាក់វិញក៏មានតែមួយដូចគ្នាគឺមានតែ auto focus ជាមួយនឹង manual focus ទេសម្រាប់ stabilizer នៅលើ lens ហ្នឹងគឺអត់មានទេអញ្ចឹងយើងមកមើលលើ lens វិញលើ lens ហ្នឹងគឺមានកងបង្វិលតែមួយទេគឺកងបង្វិលសម្រាប់ focus អញ្ចឹងអត់មានកងបង្វិលសម្រាប់ zoom ចុះ zoom ឡើងទេដោយសារតែ lens នេះមិនមែនជា lens zoom អញ្ចឹងខ្ញុំដូចជាអត់មានអីត្រូវប្រាប់ទៀតទេដោយសារតែខ្ញុំបានបញ្យល់នៅលើ zoom lens អស់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងយល់នៅ prime lens មួយនេះបានមិញអ្នកទាំងអស់គ្នាបានទស្សនាអំពី prime lens រួចហើយដូច្នេះភាពខុសគ្នារវាង zoom lens ជាមួយនឹង prime lens ខុសគ្នាដូចដេចអ្នកទាំងអស់គ្នាអាចពិចារណាបានរួចជ្រើសរើសនៅអ្វីដែលអ្នកទាំងអស់គ្នាត្រូវការដើម្បីកាន់តែច្បាស់ខ្ញុំនឹងដាក់រូបភាពរវាង zoom lens ជាមួយនឹង prime lens ខុសគ្នាដូចដេចសូមទស្សនាទាំងអស់គ្នាបាញ់មិញអ្នកទាំងអស់គ្នាបានមើលរូបភាពនៃការប្រៀបធៀប zoom lens ជាមួយនឹង prime lens ហើយអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃមកទស្សនាការរៀបរាប់អំពី lens របស់ខ្ញុំបើមានកន្លែងណាខ្វះខាតសូមមេត្តាខន្តីអភ័យទោសពួកខ្ញុំទាំងពីរមិនមែនជា professional ឬក៏ជាអ្នកណែនាំ review lens នោះទេដូច្នេះបើមានកន្លែងណាខ្វះខាតសូមមេត្តាអភ័យទោសបំណុមានតែចង់បន្ថែមខ្ញុំក៏ដូចបណ្ឌិតដែរជាចុងក្រោយក៏សូមអរគុណទៅដល់លោកគ្រូដែលជួយបង្ហាត់បង្រៀនដល់ពួកយើងសូមអរគុណ